សួស្តីអ្នកនរគ្នាវីដេអូនេះខ្ញុំនឹងបង្ហាញអំពីលេខចំណូលទី4ដែលមាន comment សំខាន់សម្រាប់ manage process និង check the usage អញ្ចឹងយើងធ្វើការ login user សិនមកហើយយើងធ្វើការដាក់ password អញ្ចឹងយើងបានចូលមកកាន់ដល់ user យើងហើយមុនដំបូងយើងត្រូវមកស្គាល់ process នៅក្នុង line នោះជាមុនសិនអញ្ចឹង process គឺជា program ដែលកំពុងដំណើរការអញ្ចឹងយើងអាចប្រើ comment ps សម្រាប់បង្ហាញ process ដែលកំពុង run នៅក្នុង terminal បច្ចុប្បន្នអញ្ចឹងនេះគឺជាលេខសម្គាល់របស់ process នីមួយៗហើយ process ទាំងអស់នៅក្នុង Linux មានលេខ ID ផ្ទាល់ខ្លួនអញ្ចឹងយើងប្រើ comment មួយទៀតគឺ ps aux ចឹងយើងប្រើ comment នេះសម្រាប់ស្វែងរក process telnet ហើយយើងប្រើ comment top គឺសម្រាប់បង្ហាញ process ទាំងអស់ដែល real time និង usage CPU RAM យើងអាចប្រើ comment pmap សម្រាប់បង្ហាញ memory map របស់ process មួយបន្តមកទៀតយើងមើលលើ system resource ម្ដងអញ្ចឹងយើងប្រើ comment df .x គឺសម្រាប់មើល free disk space យើងប្រើ comment df .i គឺសម្រាប់មើល inode របស់ usage នេះជា inode ហើយយើងប្រើ du .ah គឺសម្រាប់មើល size file និង folder នេះជា size file និង folder ហើយយើងប្រើ du sh គឺសម្រាប់មើល total disk usage នេះគឺជា total ហើយយើងប្រើ comment cat /pooc/cpu info គឺសម្រាប់បង្ហាញព័ត៌មានរបស់ CPU ហើយយើងប្រើ comment cat /pooc/mem info គឺសម្រាប់បង្ហាញពី memory detail អញ្ចឹងយើងប្រើ comment មួយទៀតគឺ free គឺសម្រាប់មើល RAM និង swap របស់ usage អញ្ចឹងយើង clear មកសិនមកហើយយើងប្រើ date គឺសម្រាប់បង្ហាញថ្ងៃនិងម៉ោងបច្ចុប្បន្នរបស់ system អញ្ចឹងយើងប្រើ cal គឺបង្ហាញ ប្រតិទិនសម្រាប់ខែបច្ចុប្បន្នហ្នឹងយើង clear សិនយើងប្រើ uptime គឺបង្ហាញរយៈពេលដែលម៉ាស៊ីនបានបើកដំណើរការនិង system load យើងប្រើ comment មួយទៀតគឺ w គឺបង្ហាញអ្នកប្រើដែលកំពុង login និងសកម្មភាពហើយយើងប្រើ uname a គឺបង្ហាញព័ត៌មាន kernel និង operation system របស់ Linux